កម្លាំងសំខាន់ចំនួន4ដែលអាចធ្វើឲ្យយន្តហោះហោះហើរបានយន្តហោះហោះហើរបានដោយសារតែការរក្សាតុល្យភាពនៃកម្លាំងសំខាន់ចំនួន4 1កម្លាំងរុញបង្កើតឡើងដោយម៉ាស៊ីនដែលរុញយន្តហោះទៅមុខ2កម្លាំងលើកបង្កើតឡើងដោយរូបរាងរបស់ស្លាបយន្តហោះនៅពេលខ្យល់បក់បោកកាត់ស្លាបដែលធ្វើឲ្យយន្តហោះហោះឡើងលើដើម្បីហើរបានកម្លាំងលើកត្រូវតែស្មើឬធំជាងកម្លាំងទំនាញផែនដី3កម្លាំងទំនាញផែនដីទាញយន្តហោះចុះក្រោម4កម្លាំងទប់គឺជាភាពធន់នៃខ្យល់ដែលរុញច្រានប្រឆាំងនឹងចលនារបស់យន្តហោះរបៀបនៃដំណើរការនៅពេលដែលកម្លាំងរុញខ្លាំងជាងកម្លាំងទប់យន្តហោះនឹងហោះទៅមុខលឿនជាងមុននៅពេលកម្លាំងលើកខ្លាំងជាងកម្លាំងទំនាញផែនដីយន្តហោះនឹងហោះឡើងលើតាមរយៈការគ្រប់គ្រងនិងការរក្សាតុល្យភាពកម្លាំងទាំង4នេះយ៉ាងប្រុងប្រយ័ត្នទើបធ្វើឲ្យយន្តហោះអាចហោះឡើងលើហោះហើរក្នុងកម្ពស់ខ្ពស់បត់បែននិងចុះចតដោយសុវត្ថិភាពបាន